មកទៀតហើយជាមួយនឹងចុងភៅបំផ្លាញអូយច្រឡំចាចុងភៅដៃថ្មីចានិយាយទៅគឺថាថ្ងៃនេះនាងខ្ញុំមានមុខម្ហូបថ្មីស្រឡាងដែលនាងខ្ញុំអត់ដែរធ្វើទេហើយក៏ជាលើកទី1ដែរនាងខ្ញុំបានធ្វើនៅមុខម្ហូបនេះចាតែសម្រាប់ពុកម៉ែបងប្អូនជឿជាក់ថាអ្នកទាំងអស់គ្នាធ្លាប់ធ្វើម្ហូបចេះធ្វើម្ហូបច្រើនជាងនឹងទៀតតែមានតែខ្ញុំទេដែលមិនចេះធ្វើពុកម៉ែបងប្អូនដូចបានជ្រាបអញ្ចឹងថាវីដេអូមុននេះខ្ញុំបានជម្រាបថានេះខ្ញុំមិនដែលចេះធ្វើម្ហូបទេពុកម៉ែបងប្អូននៅតែគាត់ថាតាំងពីមានស្វាមីតាំងពីមករស់នៅស្រុកអាមេរិកមកគឺថាស្អីក៏ត្រូវតែរៀនស្អីក៏ត្រូវតែចេះដែរគឺថានាងខ្ញុំបានមើល YouTube ចាហើយក៏បានសាក់លបងធ្វើជាមួយនឹងចាមុខម្ហូបមួយនេះគឺស្ងោរម្រះហើយកាលពីមុននេះនាងខ្ញុំអត់ចេះទេលោកអូយញ៉ាំអាស្ងោរម្រះនោះក៏អត់ចូលចិត្តញ៉ាំតែម្ដងរាប់ពេលតែម៉ាក់នាងខ្ញុំគាត់ធ្វើម្ហូបស្ងោរម្រះគឺម៉ាក់ខ្ញុំតែងតែធ្វើអីមួយមុខទៀតដើម្បីឲ្យនាងខ្ញុំដោយសារមកពីនាងមកចេះស្ងោរម្រះហើយតែនៅពេលដែលយើងបានញ៉ាំម្ដងសាក់លបងញ៉ាំម្ដងជាយាងញ៉ាំហើយញ៉ាំទៀតគឺថាអូយញ៉ាំតែម្ដងហើយចូលចិត្តហើយគឺជាមុខម្ហូបដែលនាងខ្ញុំចូលចិត្តជាងគេអញ្ចឹងហើយនាងខ្ញុំក៏សាក់លបងមកធ្វើជាមួយនឹងស្ងោរម្រះចាញុកសាច់ជ្រូកចូលតែម្ដងចាឲ្យពុកម៉ែបងប្អូនក៏ឆ្ងល់ថាអញ្ចេះថាខ្ញុំតែពីរអ្នកស្វាមីទេប៉ុន្តែនិយាយថាមុខម្ហូបនោះសាច់ជ្រូកក៏ច្រើនម្ល៉េះហើយម្រះនោះញុកក៏ច្រើនម្ល៉េះចាពុកម៉ែបងប្អូនណាជាលើកទី1ដែលនាងខ្ញុំបានធ្វើគឺថាដាក់សាច់ជ្រូករៀងច្រើនបន្តិចហើយសាច់បើម្រះវិញគឺមានតែ3ផ្លែទេប៉ុន្តែរៀងធំអញ្ចឹងនាងខ្ញុំកាត់កង់អញ្ចឹងទៅប៉ុន្តែគាត់ថាសាច់ជ្រូកដែលខ្ញុំញុកចូលនេះពុកម៉ែបងប្អូនដឹងហ៎ខ្ញុំញុកដល់ណែនក៏ដល់ហ្មងនិយាយថាពេលដែលយើងស្ងោរហើយពុកម៉ែបងប្អូនយើងពេលយើងញ៉ាំគឺថាអូយសាច់ច្រើនមែនទៅនៅក្នុងម្រះហ្នឹងហើយដល់ពេលមានណាពុកម៉ែបងប្អូនអើយស្វាមីបងនាងខ្ញុំគាត់ញ៉ាំតែម្រះដល់ពេលអាសាច់ហ្នឹងមានណាតែខ្ញុំទេអ្នកញ៉ាំតែគាត់ថាម្រះហ្នឹងក៏នាងខ្ញុំញ៉ាំដែរហើយអញ្ចឹងទៅគឺថាចង់ជំរាបពុកម៉ែបងប្អូនឬជាក្មួយសកលក្រោយចង់និយាយថាអ្នកអត់ចេះញ៉ាំម្រះអីព្យាយាមញ៉ាំទៅព្រោះថាម្រះនេះគឺល្អខ្លាំងណាស់សម្រាប់សុខភាពចាឥឡូវនេះទឹកកថាចាប់ផ្ដើមពុះហើយគឺនាងខ្ញុំចាប់ផ្ដើមបង់ខ្ទឹមចូលចាក្តំខ្ទឹមហ្នឹងគឺដាក់ចូលទៅជាមួយនឹងបកាជាមួយនឹងយឺហឺយើងអាយឺហឺក្រៀមហ្នឹងណាហើយក៏ដាក់ស៊ុបខ្នុរចាគឺថាដុំស៊ុបខ្នុរហ្នឹងចូល2ដុំផងដែរចាគឺថាពេលយើងពុះហើយយើងចាប់ផ្ដើមបើកគម្របយើងចាប់ផ្ដើមដាក់អាសាច់ជ្រូកដែលច្រាមហ្នឹងពុកម៉ែបងប្អូនយើងញុកម្រះហ្នឹងព្រោះថាខ្ញុំញុកទៅខ្ញុំនៅសល់សាច់ជ្រូកទៀតអញ្ចឹងខ្ញុំកំពូនវាមួយដាក់ចូលបន្ថែមទៀតដើម្បីឲ្យវាចេញជាតិពីសាច់ជ្រូកហ្នឹងអញ្ចឹងណាពុកម៉ែបងប្អូនហើយយើងដាក់ម្រះចូលចាដាក់ឃើញទេពុកម៉ែបងប្អូនធំល្អណាម្រះខ្ញុំគឺថាដាក់មកឡើងមកឆ្នាំងពេញបឹបចាហើយបន្ទាប់មកយើងដួសអាទឹកពុះល្អហ្នឹងចេញទៅចាដើម្បីឲ្យទឹកស្ងោររបស់យើងនេះថ្លាស្អាតអញ្ចឹងណាចាបន្ទាប់ពីយើងដាក់ហើយយើងគ្របគម្របវិញចាគ្របហើយយើងបើកគ្របវិញចាបើកហើយគឺថាមើលថាឆ្អិនអត់ចាប៉ុន្តែម្រះហ្នឹងគឺឆ្អិនហើយពុកម៉ែបងប្អូនតែក៏យើងចង់ងាស់តិចទៀតដើម្បីទុកឲ្យវាផុយល្អអញ្ចឹងណាពុកម៉ែបងប្អូនហើយគ្របវិញទៀតគ្របហើយយើងបើកវិញទៀតហេបើកថ្ងៃហ្នឹងបើកបិទល្អចាបន្ទាប់មកយើងដាក់ម្រេចចាដាក់ម្រេចចូលទៅក្នុងស្លអញ្ចឹងទៅចាឲ្យវាឈ្ងុយអញ្ចឹងណាហើយបន្ទាប់មកយើងក៏បង់ស្លឹកខ្ទឹមចូលចាស្លឹកខ្ទឹមហ្នឹងយើងស្ទើពុកម៉ែបងប្អូនឲ្យរសារវាសល់តែប៉ុណ្ណឹងអត់បានតែទិញទេចានេះគឺជាចុងភៅបំផ្លាញអូចុងភៅដៃឯងចាអូដល់ណាគេញាក់ញក់គេថាឃើញប្តីមកដល់ប្តីមកនិយាយដាក់ប្តីអូយប្តីឈ្ងុយសឡប្រពន្ធទេចាពុះគ្រប់ហើយចាពុកម៉ែបងប្អូនដឹងទេធ្វើសឡឆ្អិនភ្លេចដាំបាយភ្លេចដាក់ដាំបាយឥឡូវទៅដាក់ដាំបាយអញ្ចឹងឃ្លានពេកចាដួសសឡមកញ៉ាំមុនចាហើយជាមួយនឹងទឹកត្រីម្ទេសមកគឺដូចនេះឯងអ្នកញ៉ាំម្ទេសអញ្ចឹងអត់ចេះម្ទេសទេពុកម៉ែបងប្អូននិយាយការពិតតែជាដាក់ឲ្យយល់ជាតិអញ្ចឹងណាហើយម្ទេសនេះគឺម៉ាក់ខ្ញុំផ្ញើពីស្រុកខ្មែរមកគឺម្ទេសហុយចាឆ្ងាញ់ពុកម៉ែបងប្អូនគេមានលីគ្រឿងនៅក្នុងស្រាប់ទៀតអញ្ចឹងណាហើយមើលនិយាយពីថាញ៉ាំក្តៅផងឆ្ងាញ់ផងហើយឃ្លានផងស្នាដៃខ្លួនឯងជាថាឆ្ងាញ់ទេបើថាស្នាដៃបើសិនជាគេញ៉ាំដឹងថាឆ្ងាញ់ឬមិនឆ្ងាញ់ដឹងតែសម្រាប់ខ្ញុំធ្វើខ្លួនឯងខ្ញុំញ៉ាំខ្លួនឯងតែបើថាគេញ៉ាំឆ្ងាញ់អត់ដឹងទេពុកម៉ែបងប្អូនជួយឲ្យបន្ទប់ផងហើយជួយមើលសោភ័ណភាពថាតើសម្លខ្ញុំនេះយ៉ាងណាដែរចាពុកម៉ែបងប្អូនឃើញទេសាច់ឡើងណែនក្តៅខ្ញុំមិនចេះនិយាយក៏ពិតម្រះមិនសូវប្រមាណទេតែបើសាច់វាឡើងណែនហ្មងចាហើយម្រះគេផុយល្អហើយនិយាយទៅគឺបើអ្នកចេះញ៉ាំល្វីងយើងមិនយកម្រះទៅស្ងោរទេតែនេះខ្ញុំដាក់ចូលតែម្ដងព្រោះតែខ្ញុំចូលចិត្តញ៉ាំល្វីងអញ្ចឹងណាចាឲ្យពុកម៉ែបងប្អូនឃើញថាសាច់
សាច់ជ្រូកយើងច្រាមហ្នឹងគឺថាដាក់មួយបកគីហើយប៊ីរបស់យើងហ្នឹងធំចាមានដាក់អីណាច្រាមចូលគ្នាទៅគឺដាក់ទាំងមូលតែម្ដងឲ្យវាឃើញស្អាតឃើញទេពុកម៉ែបងប្អូននេះម្រះអងណែនក្តាន់ហៀដល់ក្រៅឃើញទេធំណាពុកម៉ែបងប្អូនយ៉ាម្រះវិញទូចទេបើសាច់វានឹងណែនហ្មងចាញ៉ាំតទៅទៀតចាពងញ៉ាំសុកចាស្វាមីខ្ញុំក៏មកដល់ថាញ៉ាំអីគេនឹងឈ្ងុយណាសុំញ៉ាំដែរឃ្លានណាគឺដូចតំណងអញ្ចឹងតោះឥឡូវទស្សនៈដីខ្ញុំម្ដងមើលមាត់គាត់ចុះមួយនិយាយច្រើនម៉េចអូគេថាឆ្ងាញ់គេថាឆ្ងាញ់ណាស់ស្នាដៃប្រពន្ធធ្វើហើយអីយកគេណាត់តឲ្យប្តីខ្ញុំលើកមេដៃថាឆ្ងាញ់បើឆ្ងាញ់លើកមេដៃមានណាគេមានណាតអូយលោកឲ្យលោកបងប្អូនឃើញអត់មិនខ្ញុំចេះនិយាយណាប្តីខ្ញុំលើកស្រាចានហត់ទៀតចាអរគុណពុកម៉ែបងប្អូនវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេខុសឆ្គងត្រង់ណាក៏សំខាន់ទេបេតូហើយជួបគ្នាខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ